ពួកខ្ញុំអត់ចង់បានលុយបងប្អូនសំខាន់ខ្ញុំចង់ដឹងថាទីតាំងរបស់បងប្អូនអាចដាក់ទូបានអត់ពួកខ្ញុំមិនមែនថាឃើញឆាតបងប្អូនមកបង្ខំឲ្យបងប្អូនទិញអត់ទេសិក្សាទីតាំងមុនតលាក់ទីតាំង location ខ្ញុំ check ថាតើទីតាំងនឹងសមសម្រាប់ក្នុងការដាក់ទូនេះរកចំណូលបានអត់អញ្ចឹងណាពួកខ្ញុំមុននឹងឲ្យបងប្អូនដាក់គឺប្រឹក្សាយោបល់ទាំងអស់ទាំងវិភាគទាំងទីតាំងមួយទៀតដោយសារយើងមានកលការរក្សាគម្លាតទូនេះមួយបើសិនជានៅទីប្រជុំជនដែលមានដងស៊ីតេប្រជាពលរដ្ឋច្រើនគឺយើងអាចអនុញ្ញាតឲ្យទូមួយហ្នឹង300ម៉ែត្រឬក៏500ម៉ែត្រដាក់មួយព្រោះដោយសារប្រជាពលរដ្ឋគាត់តម្រូវការទឹកច្រើនទូនេះវាមានសមត្ថភាពផលិតទឹកក្នុងមួយថ្ងៃចន្លោះពី1300លីត្រទៅ1600លីត្រអញ្ចឹងប្រជាពលរដ្ឋនៅកន្លែងហ្នឹងគាត់រស់នៅច្រើនអញ្ចឹងគាត់ពងអត់គ្រប់ទេអញ្ចឹងយើងមើលតាមជាក់ស្ដែង300ម៉ែត្រឬក៏500ម៉ែត្រអញ្ចឹងតែជនដែលគាត់ឆាតមកសុំតម្លាក់ទីតាំងមុនព្រោះខ្ញុំមិនមែនចេះតែលក់ឲ្យទេហើយក៏មិនរើសអើងដែរបងប្អូនពួកខ្ញុំសិក្សាជូនបងប្អូនមុនកុំឲ្យថាដាក់ទៅទីតាំងអត់ដើរស្រាប់តែដូរទីតាំងយើងចំណាយលុយដូរទីតាំងមកតង់ទៀតចឹងបើសិនបងប្អូនចាប់អារម្មណ៍លើទូលក់ទឹកអូតូមួយនេះបងប្អូនអាចឆាតចូល Page បានឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទក្រុមផ្នែកលក់អញ្ចឹងអរគុណច្រើនបងប្អូន